នេះគឺជាសកម្មភាពដែលខ្ញុំហើយនឹងពូទៅរកមាសនៅចកាពូហើយរយៈពេលដែលខ្ញុំទៅគឺថាដេកនៅនឹង2យប់ហើយសូមអធិស្ឋានផងពុកម៉ែបងប្អូនដោយសារតែសំឡេងខ្ញុំវាដូរសំឡេងដោយសារតែផ្ដាសាយអញ្ចឹងបានជាវាផ្លាស់ប្ដូរសំឡេងតិចបងប្អូនថាមិនមែនជាខ្ញុំអញ្ចឹងណាខ្ញុំបានថតការជីកទេបងប្អូនដោយសារតែខ្ញុំខ្លាចខ្ញុំកាន់ទូរស័ព្ទថតទៅវាសំទូរស័ព្ទខូចទូរស័ព្ទខ្ញុំបានទៅថតកាត់ទេបងប្អូននេះមើលទៅបងប្អូននេះជាសកម្មភាពដែលខ្ញុំជីកបានណាបងប្អូនគឺមាសបានបន្តិចទេហើយលើឥឡូវពូគាត់ចាប់ផ្ដើមរែងទៀតរែងក៏បានមាសបន្តិចបងប្អូនរយៈពេល2ថ្ងៃគឺបានប៉ុណ្ណឹងហើយតម្រាំបានមាសប៉ុណ្ណឹងគឺថាហត់ខ្លាំងមែនតើបងប្អូនដោយសារតែយើងជីកជំរឿកម្លាំងខ្លាំងបើវាថ្មយើងដឹងថ្មគឺរឹងខ្លាំងមែនតើថ្មរ៉ែយើងជីកទាល់តែយើងប្រើកម្លាំងបន្ទាប់ពីយើងរែងមាសហើយយើងក៏យកមាសហ្នឹងទៅលាយជាមួយបរតដើម្បីវាចាប់មាសហ្នឹងឲ្យវានៅម្ដុំអញ្ចឹងណាបងប្អូនឯកដាច់នៅម្ដុំអញ្ចឹងណាហើយមាសយើងដែលទទួលបានគឺមិនបានច្រើនទេពុកម៉ែបងប្អូនគឺបានតែមួយហ៊ុនទេនេះដោយសារតែវានៅជាប់ជាមួយប្រតអញ្ចឹងបងប្អូនអញ្ចឹងយើងមើលដូចធំតែប៉ុន្តែវាទូចខ្លាំងមែនតើបងប្អូនចាំមើលហើយគឺទូចខ្លាំងមែនតើនេះបងប្អូនគឺថាទូចមែនតើបងប្អូនគឺបានប៉ុណ្ណឹងហើយឥឡូវយើងក៏ចាប់ផ្ដើមយកមកដុតដើម្បីយកមកលក់អញ្ចឹងណាបងប្អូនដើម្បីទទួលបានផលតោះតែយើងដុតឥឡូវគឺថាមុននឹងយើងលក់យើងដុតសិនឥឡូវបានប៉ុណ្ណឹងបងប្អូនគឺមួយហ៊ុនគឺលុយយើងទទួលបានម្នាក់60000